មានហេតុការណ៍មួយជំរុញឲ្យខ្ញុំធ្វើវីដេអូពាក់ព័ន្ធទៅនឹងការសង្គ្រោះបន្ទាន់ករណីរលកទឹកនេះដោយសារតែខ្ញុំឃើញការជួយសង្គ្រោះមួយដែលមិនមើលទៅមិនជាបច្ចេកទេសត្រឹមត្រូវពាក់ព័ន្ធទៅនឹងការលើកជើងអ្នកជំងឺឡើងលើកដើម្បីបង្ហូរទឹកចេញបើតាមខ្ញុំមើលស្ថានភាពដែលគាត់ធ្វើក្បែរជាក្នុងបំណងបែបហ្នឹងពេលដែលគាត់ធ្វើនេះគឺក្នុងបំណងជួយសង្គ្រោះអ្នកជំងឺហើយមានបងប្អូនគ្នាច្រើនណាស់ដែលគាត់បានជួយប៉ុន្តែការជួយនោះវាមិនទាន់សមស្របណាฉะนั้นដើម្បីកុំឲ្យខាតពេលវេលាក្នុងការជួយសង្គ្រោះព្រោះពេលវេលារបស់អ្នកជំងឺសំខាន់ណាស់ទាក់ទងដង្ហើមបើសិនបើមានទឹកចូលជាឧបសគ្គក្នុងការស្ទះដង្ហើមអ្នកជំងឺនឹងស្លាប់អ្នកលង់ទឹកស្លាប់ដោយសារតែខ្វះអុកស៊ីហ្សែនដែលមាននៅក្នុងខ្យល់អញ្ចឹងយើងគិតលើស្ថានភាពហ្នឹងឡើងវិញគាត់មិនត្រូវការបញ្ចេញទឹកទេគាត់ត្រូវធ្វើម៉េចឲ្យមានខ្យល់ដកដង្ហើមចូលសិនដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់ខួរក្បាលរបស់គាត់ថាខួរក្បាលយើងបើសិនបើអត់ខ្យល់អុកស៊ីហ្សែនត្រឹមតែប្រហែលនាទីទេវានឹងខូចខាតហើយអ្នកជំងឺនឹងស្លាប់ភ្លាមដោយសារតែខ្វះអុកស៊ីហ្សែនទៅចិញ្ចឹមខួរក្បាលការជួយសង្គ្រោះទៀតសោតក៏ត្រូវគិតពីសុវត្ថិភាពខ្លួនឯងដែរកុំឲ្យមានគ្រោះថ្នាក់ដោយសារការជួយសង្គ្រោះក្រោយពីស្រង់ជនរងគ្រោះដាក់នៅទីទួលសុវត្ថិភាពយើងត្រូវដាក់ឲ្យគាត់គេងផ្ងានៅលើផ្ទៃរាបស្មើហើយយើងចាប់ផ្ដើមពិនិត្យដង្ហើមនោះហើយគឺជាការចាប់ផ្ដើមនៃការជួយសង្គ្រោះដំបូងការពិនិត្យដង្ហើមហើយយើងត្រូវមើលថាតើក្នុងមាត់គាត់ក្នុងផ្លូវដង្ហើមច្រមុះគាត់ហ្នឹងមានអីស្ទះហើយយើងអាចយកចេញដោយវិធីផ្សេងៗដូចជាការបឺតយកស្លេសចេញជាដើមយើងត្រូវពិនិត្យមើលជីពចរយើងមើលភាពដង្ហក់នៃការពិបាកដកដង្ហើមរបស់អ្នកជំងឺប្រសិនក្នុងករណីដែលអ្នកជំងឺស្ទះដង្ហើមឬមួយក៏មិនដកដង្ហើមយើងចាំបាច់ត្រូវធ្វើការសង្គ្រោះបេះដូងនិងសួតដោយគេហៅអក្សរកាត់ថា CPR CPR គឺជាវិធីសាស្ត្រសង្គ្រោះបន្ទាន់ដើម្បីជួយរក្សាការដកដង្ហើមនិងចរន្តឈាមនៅពេលដែលអ្នកជំងឺមិនដកដង្ហើមឬមានបញ្ហាបេះដូងឈប់ដំណើរការ CPR អាចជួយបញ្ជូនអុកស៊ីហ្សែនទៅខួរក្បាលនិងសរីរាង្គសំខាន់ផ្សេងៗរហូតដល់មានជំនួយពីផ្នែកវេជ្ជសាស្ត្រសម្រាប់ការធ្វើ CPR សម្រាប់ប្រជាជនយើងសាមញ្ញគិតថាពិបាកត្រូវការអ្នកជំនាញតែមិនអញ្ចឹងទេប្រសិនបើប្រជាជនទាំងអស់គ្នាមានការខ្លាចក្នុងការធ្វើ CPR ប្រសិនបើអត់មានអ្នកជំនាញនៅក្បែរហ្នឹងអញ្ចឹងយើងអត់ធ្វើអត់កើតទេពួកអ្នកជំងឺអាចស្លាប់ដោយសារតែខ្វះអុកស៊ីហ្សែនអញ្ចឹងជៀសវាងទុកគាត់ចោលយើងគួរតែបន្ថយធ្វើក៏មិនខាតបង់អីដែរបើទុកចោលគាត់នឹងស្លាប់យើងធ្វើអាចសង្ឃឹមថាគាត់រស់ខ្ញុំលើកទឹកចិត្តឲ្យយើងរៀនធ្វើទាំងអស់គ្នាដើម្បីជួយសង្គ្រោះហើយយើងដឹងពីគោលការណ៍នៃការធ្វើ CPR គឺធ្វើម៉េចឲ្យមានដង្ហើមហើយនឹងចរន្តឈាមទៅឲ្យអ្នកជំងឺមានសភាពធម្មតាវិញចំពោះការធ្វើ CPR បងប្អូនអាចរៀនមើលតាមចំណុចទី4ដែលខ្ញុំដាក់ថាមិនដកដង្ហើមយើងធ្វើ CPR ហ្នឹងចំណុចហ្នឹងដំបូងបំផុតជំហានទី1យើងឲ្យអ្នកជំងឺគេងលើផ្ទៃរាបស្មើហើយយើងមើលដង្ហើមគាត់ដាក់ក្បាលគាត់ងើយឡើងលើបន្តិចឆ្កាឡើងលើបន្តិចចឹងណាហើយបើកមាត់គាត់បិទច្រមុះផ្លុំចូលក្នុងមាត់គាត់ការផ្លុំខ្យល់ចូលក្នុងមាត់គាត់ហ្នឹងគេហៅថាដង្ហើមជំនួយហើយការផ្លុំហ្នឹងយើងផ្លុំ2ដងជាប់គ្នាគឺម្ដង1វិនាទីបន្ទាប់មកបានយើងធ្វើការសង្កត់ទ្រូងដែលជាចំណុចទី3អញ្ចឹងយើងសង្កត់30ដងការសង្កត់ទ្រូងហ្នឹងត្រូវការកម្លាំងខ្លាំងហើយយើងត្រូវរុញជម្រៅប្រហែលជា4ទៅ5សង់ទីម៉ែត្រឬស្មើនឹង1/3នៃកម្រាស់ទ្រូងរបស់ជនរងគ្រោះបន្តធ្វើការសង្កត់ទ្រូងហើយផ្លុំអញ្ចឹងមានន័យថាយើងសង្កត់ទ្រូង30ដងផ្លុំ2ដងផ្ដល់ដង្ហើម2ដងអញ្ចឹងយើងធ្វើដដែលជាវត្តរហូតហើយល្បឿននៃការធ្វើសង្កត់ទ្រូងហ្នឹងគឺ100ទៅ120ក្នុងវិនាទីល្បឿននៃការសង្កត់ណាយើងបន្តធ្វើ CPR រហូតដល់អ្នកជំងឺដឹងខ្លួនឬរហូតដល់មានជំនួយពីក្រុមវេជ្ជសាស្ត្រដែលគាត់មានវិជ្ជាជីវៈពិតប្រាកដផ្នែកសង្គ្រោះបើយើងធ្វើ CPR ជោគជ័យអ្នកជំងឺនឹងដកដង្ហើមឡើងវិញអញ្ចឹងយើងត្រូវរៀបចំឲ្យអ្នកជំងឺគេងផ្អៀងហើយកុំច្បាច់ពោះគាត់កុំព្យាយាមយកទឹកចេញពីក្នុងខ្លួនគាត់ត្រូវបដូរសម្លៀកបំពាក់សើមរបស់គាត់ចេញហើយយើងហៅកៅអៅសម្រាប់ផ្ដល់កម្ដៅឲ្យគាត់ណាព្រោះនៅពេលហ្នឹងគាត់អាចបាត់បង់កម្ដៅច្រើនអញ្ចឹងដើម្បីជួយសង្គ្រោះគាត់បន្ថែមពីហ្នឹងទៀតយើងត្រូវផ្ដល់កម្ដៅឲ្យគាត់ល្អត្រូវហៅជំនួយបន្ទាន់ជាចំណុចសំខាន់គឺហៅខាងក្រុមសង្គ្រោះបន្ទាន់មកភ្លាមហើយក្នុងស្ថានភាពល្អក៏ដោយក៏អ្នកជំងឺត្រូវបញ្ជូនតាមដានទៅមន្ទីរពេទ្យដែរព្រោះក្រោយពីគាត់លង់ទឹកហើយគាត់អាចប្រឈមជាមួយនឹងបញ្ហាលាកសួតឬមួយក៏អាកាសប៉ះទង្គិចក្នុងអំឡុងពេលលង់ទឹកហ្នឹងឬមួយក៏មានបញ្ហាផ្សេងទៀតដើម្បីធានាទាក់ទងសុខភាពគាត់ឲ្យបានភាពល្អប្រសើរឡើងវិញ
បាទសូមអរគុណសូមជួយចែករំលែកវីដេអូនេះដើម្បីឲ្យក្រុមការងារអ្នកសង្គ្រោះជាពិសេសបងប្អូនយើងឲ្យចូលដឹងទាំងអស់គ្នាក្នុងការជួយសង្គ្រោះគ្នាមិនប្រកាសថាជនរងគ្រោះអាចជាណាម្នាក់ទេក្នុងនោះអាចជាខ្ញុំដែរព្រោះខ្ញុំអត់ចេះហែកទឹកបើសិនបើខ្ញុំមានបញ្ហាហើយអ្នកនៅក្បែរខ្ញុំអាចជួយសង្គ្រោះខ្ញុំដោយការមើលវីដេអូរបស់ខ្ញុំក៏ជារឿងមួយដែលជាការសប្បាយចិត្តផ្ទាល់ខ្លួនរបស់ខ្ញុំដែរបាទអរគុណច្រើន